tầm cà ruột mình đai bằng phố này ruột khang mốc nó khang mốc cái tôi tray thò mà đá ọt sơ rít khang đôi khang cào rít khang chiêng hai pe ao một tôi tray dân bà bạ cà lá sum khăn cái lại cho bạn nâng hay dân ọt ai cặp cho bạn nâng đặt chào bàn thì chân dân trời lì tam chương ao nâng thấy ở trong nâng cầm nút đại dân cút tiền bọt chương á hay chùm nói cái đá nó dân thời dột bạn côm xuôi nó đặt chom vào cái đá kê nó hay dân lia mà tam khang nâng máu hay ở tam cầm nút đại dân đam cầm nút tục bọt chương nó bông bồn bạn có tôi thấy bây dân cà và bạn khăng ắt xuôi đội dân bạn thầm đa thì chương ao thầm đa thì ở nơi chương có tôi thấy dân đi cho tôi thấy á bây chân dân cà hiền du hay nam mối bạn ấy sẽ nói hiền răng hiền sweat bị ắt gì từ tam đây dân ở tiền nhỉ chân pe để cà hiền của bạn tịnh taiสำคัญយើងរៀបចំខាងជើងប៉ាក់ហ្នឹងឲ្យស្មើគ្នាពីក្រោមឲ្យស្មើគ្នាអស់សិនព្រោះពេលយើងត្រាល់ប៉ាក់ជើងប៉ាក់យើងអត់ច្រឹបឲ្យផ្ដាច់ចេញពីគ្នាណាយើងលាចឹងមកសងខាងហ្នឹងបរិយាពីចំហៀងឲ្យស្មើទាំងសងខាងហើយយើងជាចេញសិនប៉ុន្តែប្រយ័ត្នដាច់ស្បែកខាងក្រោមព្រោះអាវនេះក៏ជ្រុងតស្បែកឡើងលើយើងកាត់វាចេញចឹងហើយដើម្បីស្រួលយើងក្រាលបន្ទាប់មកយើងចាប់ដើមពីទាំងមុខហ្នឹងណាយើងបរិយាដាក់ផ្កាប៉ាក់ឆាត់ឡើងទៅលើឲ្យស្មើសិនខាងទាំងពីមុខនឹងកន្លែងដំទ្រូងនឹងយើងចាប់ដើមបរិយាប៉ាក់ឲ្យស្មើឲ្យថឹងអស់ណាហើយខ្ទាស់បន្ទាប់មកចាំដាក់លើម៉ាលកាំងហើយធ្វើម៉េចយើងចាប់ដើមរៀបប៉ាក់ខាងលើដំទ្រូងនឹងពីមុខនឹងឲ្យស្មើសិនឲ្យស្មើគ្នាសងខាងចាខ្ទាស់អីឲ្យស្មើហើយទាំងឆ្វេងទាំងស្ដាំសងខាងនឹងស្មើហើយចាំយើងចាប់ដើមទាញប៉ាក់ដែលនៅសល់ដកហ្នឹងណាយើងចាប់ដើមច្រាប់នៅចំណុចកន្លែងធ្នេដំទ្រូងកន្លែងធ្នេយើងដេកន្លែងដំទ្រូងហ្នឹងហើយនឹងយើងចាប់អត់អស់ទេកតុយត្រីហើយយើងត្រូវចាប់កន្លែងធ្នេមួយទៀតគឺធ្នេជីបខាងដំទ្រូងហ្នឹងធ្នេមួយទៀតហ្នឹងណាព្រោះអាវខាងមុខយើងមានធ្នេ4យើងជីប4ណាអញ្ចឹងនេះយើងចាប់កន្លែងធ្នេមួយទៀតហ្នឹងមកដើម្បីច្រាប់ផ្កាប៉ាក់ហ្នឹងកងចូលគ្នាតែយើងរៀបប៉ាក់ហ្នឹងឲ្យថឹងឲ្យអស់សិនណាហ្នឹងហើយដល់ពេលប៉ាក់សល់ហ្នឹងយើងចាប់ដើមជាមកបងប្អូនយើងជាតាមផ្កាតែផ្កាណាដែលយើងមិនចាំបាច់ទេដូចថាទៅអីអញ្ចឹងយើងអាចច្រាប់ចោលទៅបន្ទាប់មកយើងចាប់ដើមកងលើគ្នាយើងមើលផ្កាណាដែលសមយើងកងទៅមើលទៅស្អាតណាហើយបើពេលដូចកងលើគ្នាហ្នឹងក្រាស់ពេកយើងអាចកាត់កម្មចោលខ្លះខាងក្រោមហ្នឹងដើម្បីយើងកងទៅវាអត់កលណាហ្នឹងហើយកន្លែងជាពិសេសកន្លែងទ្រូងហ្នឹងយើងត្រូវរៀបចំឲ្យស្អាតកន្លែងហ្នឹងបើយើងកងខាងលើមិនកើតកងខាងនេះមិនកើតយើងច្រាប់ផ្កាហ្នឹងគុំចូលគ្នាសិនមកចាធ្វើដូចខ្ញុំអញ្ចឹងហើយយើងចាប់ដើមខ្ទាស់កន្លែងទ្រូងហ្នឹងឲ្យថឹងឲ្យអស់ឲ្យស្អាតយើងមើលតាមហ្នឹងទៀតណាបងប្អូនឃើញឯប៉ាក់ហ្នឹងណាផ្កាអំវើលទេខាងលើពេលដែលខ្ញុំក្រាលរួចរាល់ហើយខ្ញុំត្រូវកាត់ផ្កាបិទទៅលើដំទ្រូងហ្នឹងឲ្យច្រើនទៀតដើម្បីយើងពាក់ទៅថឹងអស់សាច់កណាត់ណាព្រោះអីសណាញ់ប៉ាក់នេះវារៀងដករៀងស្វិតចឹងណាបងប្អូនយើងពាក់ទៅមើលទៅដូចវាកន្លែងដំទ្រូងហ្នឹងមិនអត់សូវស្អាតខ្ញុំក៏កាត់ផ្កាបិទបន្ថែមទៀតទៅតាមដំទ្រូងបិទតាមកស្រេចតែយើងឆ្នៃតាមហ្នឹងទៅឥឡូវខ្ញុំបិទបានមួយខាងណាខ្ញុំបិទបានមួយខាងហើយពេលណាយើងបិទរួចហើយយើងទៅបិទមួយខាងទៀតឲ្យស្មើរួចហើយចាំយើងជាតាមជើងប៉ាក់ដូចខ្ញុំធ្វើអញ្ចឹងឃើញកន្លែងណាយើងកលយើងមើលទៅអត់ស្អាតយើងកាត់ច្រាប់ចោលខ្លះទៅហើយបរៀបទៀតកន្លែងហ្នឹងកុំឲ្យឃើញដកអាវនេះក៏អត់ដកដែរប៉ុន្តែខ្ញុំមើលកន្លែងដំទ្រូងហ្នឹងមើលទៅវាដូចចន្លោះចំហខ្លាំងពេកខ្ញុំក៏កាត់ផ្កាបិទបន្ថែមឲ្យឃើញស្អាតទៅ